នៅក្នុងហាងកាហ្វេដ៏ទំនើបមួយកណ្ដាលទីក្រុងភ្នំពេញសំឡេងតន្ត្រីបន្លឺឡើងតិចៗលាយឡំនឹងក្លិនឈ្ងុយនៃគ្រាប់កាហ្វេឡាតេរតនាអង្គុយបង្វិលកែវកាហ្វេនៅក្នុងដៃទាំងស្នាមញញឹមភ្នែករបស់នាងសម្លឹងទៅបុរសម្នាក់ដែលកំពុងតែដើរចូលមកបុរសម្នាក់នោះឈ្មោះវុធាគាត់គឺជាអ្នកជំនួញជោគជ័យម្នាក់មានឡានទំនើបជិះនិងមានកេរ្តិ៍ឈ្មោះក្នុងសង្គមប៉ុន្តែអ្វីដែលគ្រប់គ្នាដឹងហើយរតនាក៏ដឹងច្បាស់នោះគឺវុធាមានប្រពន្ធនិងកូន2នាក់រួចទៅហើយវុធាសួរដោយសម្ដីផ្អែមល្ហែមថារងចាំបងយូរហើយមែនទេរតនាព្រមទាំងហុចកាបូបម៉ាក់ល្បីមួយដែលទើបនឹងទិញមកឲ្យនាងមិនយូរទេបងឲ្យតែជាការរងចាំបងទោះយូរប៉ុណ្ណាក៏អូនចាំបានដែររតនាឆ្លើយតបទាំងកែវភ្នែកព្រិចៗបង្ហាញពីក្តីសប្បាយរីករាយពេលឃើញកាបូបដ៏មានតម្លៃទំនាក់ទំនងលួចលាក់នេះបានចាប់ផ្ដើមអស់រយៈពេលជិត1ឆ្នាំទៅហើយរតនាដឹងខ្លួនឯងច្បាស់ថានាងកំពុងធ្វើអ្វីមិត្តភក្តិជិតដិតរបស់នាងធ្លាប់ព្រមាននិងដាស់តឿននាងជាច្រើនដងថាការយកប្តីគេមិនដែលទទួលបានលទ្ធផលល្អឡើយវានឹងបង្កើតបាបកម្មនិងការរិះគន់ពីសង្គមប៉ុន្តែរតនាមិនខ្វល់ទេនាងគិតតែពីភាពសប្បាយរីករាយនិងសម្ភារៈនិយមនិងការយកចិត្តទុកដាក់ដែលវិធាផ្ដល់ឲ្យនាងតែងតែប្រាប់ខ្លួនឯងថាសេចក្តីស្នេហ៍គ្មានខុសគ្មានត្រូវទេឲ្យតែយើងស្រឡាញ់គ្នាទៅគឺគ្រប់គ្រាន់ហើយនៅឯម្ខាងទៀតនៃទីក្រុងសុភីដែលជាប្រពន្ធដើមកំពុងតែមមាញឹកក្នុងការបង្រៀនកូនៗធ្វើលំហាត់ផ្ទះនិងរៀបចំអាហារពេលល្ងាចរងចាំបងវុធាត្រឡប់មកផ្ទះសុភីជាស្ត្រីស្លូតបូតនាងទុកចិត្តប្តីរបស់នាងខ្លាំងណាស់ព្រោះកន្លងមកវុធាតែងតែធ្វើខ្លួនជាឪពុកដ៏ល្អនិងជាប្តីដែលមានទំនួលខុសត្រូវនាងមិនដែលដឹងទាល់តែសោះថាសុភមង្គលដែលនាងខំសាងមកជាច្រើនឆ្នាំកំពុងតែរង្គោះរង្គើដោយសារតែស្រមោលនារីចង្រៃម្នាក់រាល់ពេលដែលវុធាទៅរករតនាគាត់តែងតែផ្សាយល្បិចកុហកប្រពន្ធថាគាត់ជាប់ប្រជុំជាមួយភ្ញៀវឬគាត់ត្រូវទៅខេត្តជួបភ្ញៀវសុភីជឿជាក់លើពាក្យសម្ដីទាំងនេះដោយគ្មានមន្ទិលរីឯរតនាវិញនាងកាន់តែបានចិត្តនាងចាប់ផ្ដើមចង់លើសពីសម្ភារៈគឺនាងចង់គ្រប់គ្រងវុធាតែម្នាក់ឯងនាងចាប់ផ្ដើមផ្ញើសារទៅរំខានវុធានៅពេលយប់និងព្យាយាមបន្សល់ទុកស្នាមទឹកអប់ឬសក់នៅលើអាវរបស់វុធាដើម្បីឲ្យប្រពន្ធដើមដឹងសំឡេងខ្យល់បក់បោកកាត់ស្លឹកឈើនៅពេលកណ្ដាលត្រៀតបង្កើតជាសំឡេងដ៏គួរឲ្យព្រឺព្រួចរតនាអង្គុយសម្លឹងមើលកញ្ចក់តុបតែងខ្លួនមុខមាត់របស់នាងមើលទៅស្លេកស្លាំងនិងពោរពេញដោយភាពតានតឹងព្រោះមួយរយៈចុងក្រោយនេះវុធាចាប់ផ្ដើមប្រែប្រួលគាត់មិនសូវមកជួបនាងញឹកញាប់ដូចមុនទេហើយរាល់ពេលដែលមកដល់គាត់តែងតែមើលទៅធុញទ្រាន់និងរអ៊ូត្រទាំពីការសង្ស័យរបស់ប្រពន្ធដើមរតនាខំមាត់និយាយម្នាក់ឯងទាំងកំហឹងថាទេខ្ញុំមិនអាចបណ្ដោយឲ្យវុធារបូតវិដ័យបានឡើយនាងមិនចង់បាត់បង់ជីវិតហាយសូនឹងឡានទំនើបដែលវុធាបានផ្ដល់ឲ្យនេះទេនៅពេលដែលចិត្តលោភលន់នឹងភាពចំណាយឈ្នានីសចូលមកគ្រប់គ្រងខួរក្បាលរតនាបានសម្រេចចិត្តធ្វើរឿងមួយដែលមនុស្សទូទៅដឹងហើយត្រូវរន្ធត់ចិត្តតាមរយៈការណែនាំពីមិត្តភក្តិម្នាក់រតនាបានធ្វើដំណើរទៅកាន់ផ្ទះឈើចាស់ទ្រុឌទ្រោមមួយខ្នងនៅទីក្រុងដាច់ស្រយាលមួយនៅទីនោះមានកន្លែងស្នាក់នៅរបស់គ្រូអាគមខ្មៅម្នាក់ដែលល្បីខាងធ្វើស្នេហ៍អំពើកន្លឺទៀនពណ៌ក្រហមឆ្លោះចាំងមុខគ្រូធ្មប់វ័យចំណាស់ម្នាក់ភ្នែករបស់គាត់មើលទៅគួរខ្លាចរតនាហុចរូបថតរបស់វុធានិងកំទេចសក់ដែលនាងលបកាត់ពីក្បាលរបស់គាត់កាលពីសប្តាហ៍មុនទៅឲ្យគ្រូនោះគ្រូធ្មប់សួរដោយសម្លេងស្អកស្អកថានាងចង់ឲ្យវាស្រឡាញ់នាងដល់ថ្នាក់ណាខ្ញុំចង់ឲ្យគាត់វង្វេងវង្វាន់នឹងខ្ញុំតែម្នាក់ឲ្យគាត់ស្អប់ប្រពន្ធដើមស្អប់កូនហើយព្រមប្រគល់ទ្រព្យសម្បត្តិទាំងអស់មកឲ្យខ្ញុំរតនានិយាយដោយកែវភ្នែកដាច់ខាតមិនខ្វល់ពីបទកម្មអ្វីទាំងអស់គ្រូធ្មប់ងក់ក្បាលរួចចាប់ផ្ដើមសូត្រមន្តគាថាភាសាប្លែកៗដែលស្ដាប់មិនយល់ផ្សែងធូបពណ៌ខ្មៅហើយប្រឡូមពេញបន្ទប់តូចចង្អៀតនោះបន្ទាប់ពីកិច្ចពិធីបញ្ចប់ទៅគ្រូធ្មប់បានហុចដបទឹកភ្លេងតូចមួយពណ៌ក្រហមក្រមៅនិងកញ្ចប់ម្សៅពណ៌សមួយឲ្យទៅរតនាគ្រូធ្មប់បានប្រាប់ទាំងស្នាមញញឹមគួរឲ្យខ្លាចថាប្រេងនេះត្រូវលបលាបលើខោអាវរបស់វាចំណែកម្សៅនេះត្រូវលាយក្នុងទឹកឬអាហារឲ្យវាផឹកមិនហួសពី3ថ្ងៃទេវានឹងវាមកលុតជង្គង់នៅចំពោះមុខនាងដូចជាសត្វធាតុ
រតនាត្រឡប់មកខុនដូវិញទាំងចិត្តត្រេកអរនាងបានធ្វើតាមដំបូន្មានគ្រូធ្មប់គ្រប់បែបយ៉ាងនៅល្ងាចថ្ងៃបន្ទាប់ពេលដែលវិធាមកលេងនាងទាំងអារម្មណ៍មួម៉ៅរតនាបានបដូរទឹកមុខទៅជាផ្អែមល្ហែមរួចហុចកែវទឹកក្រូចដែលលាយម្សៅមុនអាគមខ្មៅនោះឲ្យគាត់ផឹករតនានិយាយទាំងញញឹមស្រស់ថាបងហត់នឿយហើយផឹកទឹកត្រជាក់សិនទៅបងវុធាមិនដឹងខ្លួនឡើយគាត់បានផឹកទឹកនោះរហូតអស់ពីកែវមិនទាន់ទាំងបានកន្លះម៉ោងផងភ្នែករបស់គាត់ចាប់ផ្ដើមប្រែប្រួលភ្នែករបស់គាត់ឡើងក្រហមប្រងើយរួចប្រែជាស្រអាប់គ្មានពន្លឺដូចមនុស្សធម្មតាឡើយលែងមានទៀតហើយសម្ដីមួលម៉ៅកាលពីមុនវុធាចាប់ផ្ដើមអោបរតនាយ៉ាងណែនរួចនិយាយដដែលថាបងស្រឡាញ់អូនបងមិនអាចរស់គ្មានអូនបានទេរតនាចាប់ពីថ្ងៃនោះមកអាកប្បកិរិយារបស់វុធាប្រែប្រួលដូចជាមនុស្សពីរនាក់ផ្សេងគ្នានៅផ្ទះធំធ្លាប់តែជាប្តីស្លូតបូតនិងជាឪពុកដ៏កក់ក្ដៅពេលនេះវុធាប្រែជាកាចសាហាវមើលមុខប្រពន្ធនិងកូនដោយខឹងសម្បាគ្មានមូលហេតុគាត់លែងញ៉ាំបាយនៅផ្ទះលែងនិយាយរកកូនទៀតហើយនៅរាល់ពេលដែលសុភីសួរនាំគាត់តែងតែកុហកនិងជេរប្រមាថនិងវាយកំទេចរបស់របរពេញផ្ទះសុភីយំសោកសួរប្តីទាំងក្តីរន្ធត់បងវុធាកើតអីនឹងបងហេតុអីបងប្រែប្រួលដល់ថ្នាក់ហ្នឹងចំណែកកូនតូចទាំងពីរអោបគ្នាផ្អើលយំនៅជ្រុងបន្ទប់វុធាមិនត្រឹមតែមិនអាណិតថែមទាំងធាក់តុកមួយទំហំរួចស្រែកថាកុំមកចេះដឹងរឿងអញនេះស្រីចង្រៃមើលមុខនាងឯងអញចង់តែចង្អុលចង់ផ្អួតទេនិយាយរួចដើរចេញពីផ្ទះទាំងកណ្ដាលយប់បើកឡានសម្ដៅទៅរកខុនដូរបស់រតនាដូចជាមានខ្សែចំណងមើលមិនឃើញបានទាញចិត្តគាត់ទៅសុភីអង្គុយសម្លឹងមើលទស្សនភាពបែកបាក់នៅក្នុងផ្ទះទាំងទឹកភ្នែកហូរស្រក់នាងដឹងច្បាស់ថានេះមិនមែនជាធាតុពិតរបស់ប្តីនាងកាលពីមុនឡើយភ្នែករបស់គាត់ប្រងើយខ្លួនខ្លាំងឡើងខ្មៅស្រអាប់និងមានក្លិនឆ្អាបប្លែកចេញពីខ្លួនតាមរយៈការលបពិនិត្យមើលអាវធំរបស់វុធាសុភីបានប្រទះឃើញស្នាមប្រឡាក់ប្រេងពណ៌ក្រហមក្រមៅនិងមានក្លិនស្អុយរលួយដូចខ្មោចតៃហោងស្ត្រីចំណាស់ម្នាក់ដែលជាអ្នកជិតខាងបានប្រាប់សុភីទាំងខ្សឹបខ្សៀវថានាងសុភីអើយប្តីឯងប្រហែលជាត្រូវអំពើអាបធ្មប់របស់ស្រីលួចលាក់នោះហើយមនុស្សត្រូវអំពើគឺវង្វេងវង្វាន់បាត់បង់សតិសម្បញ្ញៈបែបហ្នឹងហើយឬបែបនេះសុភីមានអារម្មណ៍ក្តៅភាយពេញទ្រុងនាងមិនត្រឹមតែឈឺចាប់ព្រោះប្តីមានស្រីទេតែនាងរឹតតែរន្ធត់ចិត្តពេលដឹងថាស្រីម្នាក់នោះហ៊ានប្រើប្រាស់ផ្លូវងងឹតដើម្បីបំផ្លាញគ្រួសារនាងប៉ុន្តែក្នុងនាមជាម្ដាយនិងជាប្រពន្ធដើមសុភីមិនព្រមចុះចាញ់ងាយឡើយនាងជូតទឹកភ្នែករួចបដិញ្ញានៅក្នុងចិត្តថានាងត្រូវតែស្វែងរកវិធីដោះអំពើនេះដើម្បីជួយសង្គ្រោះប្តីនិងការពារកូនរបស់នាងត្រឡប់មកវិញបើទោះបីជាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយទន្ទឹមនឹងនេះនៅខុនដូដ៏ប្រណិតរតនាកំពុងតែសើចសប្បាយចិត្តពេលឃើញវុធាអង្គុយលុតជង្គង់ក្បែរជើងនាងរួចហត់កាច ATM និងឯកសារផ្ទេរកម្មសិទ្ធិដីធ្លីមកឲ្យនាងទាំងងងឹតងងល់រតនាគិតថានាងជាអ្នកឈ្នះតែនាងមិនដឹងទេថាស្នេហ៍អំពើវានឹងរលាយរលត់ទៅវិញនៅថ្ងៃណាមួយហើយផលកម្មនៃផ្លូវងងឹតនេះនឹងត្រឡប់មកបកកាត់ការខ្លួនឯងវិញយ៉ាងធ្ងន់ធ្ងរជាទីបំផុតបន្ទាប់ពីដឹងច្បាស់ថាវុធាត្រូវអំពើអាបធ្មប់របស់ស្រីរួចលាក់សុភីលែងអង្គុយយំសោកបោកខ្លួនទៀតហើយទឹកភ្នែកដែលធ្លាប់ហូរព្រោះភាពឈឺចាប់បានប្រែទៅជាកម្លាំងចិត្តដ៏រឹងមាំក្នុងនាមជាម្ដាយនិងជាប្រពន្ធស្របច្បាប់នាងសម្លឹងមើលកូនទាំងពីរដែលកំពុងដេកលក់ទាំងភ័យខ្លាចរួចបដិញ្ញាក្នុងចិត្តថាបើទោះបីជាត្រូវលះបង់អ្វីក៏ដោយក៏ខ្ញុំត្រូវតែយកវុធាម្នាក់ដើមត្រឡប់មកជួបកូនវិញឲ្យបានព្រឹកព្រលឹមស្រាងសុភីបានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបងដែលជាទឹកដីល្បីខាងគ្រូមុនអាគមពូកែតាមការណែនាំរបស់អ្នកភូមិនាងបានទៅដល់វត្តអារាមចាស់បុរាណមួយនៅដាច់ស្រយាលពីទីប្រជុំជននៅទីនោះមានលោកតាអាចារ្យម្នាក់ព្រះនាមតាសច្ចាំងគាត់ជាអ្នកចេះដឹងមុនអាគមខ្មែរបុរាណផ្លូវល្អដែលប្រើប្រាស់ធម៌ព្រះពុទ្ធដើម្បីជួយសង្គ្រោះមនុស្សលោកនិងដោះអំពើអាបធ្មប់នៅពេលដែលសុភីដើរចូលទៅសំពះលោកតាអាចារ្យសច្ចាំងគ្រាន់តែគាត់ក្រឡេកមើលមុខនាងភ្លាមក៏មានសង្ឃដីកាទាំងដកដង្ហើមធំថា
ញោមស្រីផ្ទះរបស់ញោមស្រីកំពុងតែត្រូវភ្លើងរោរៀលហើយមែនទេប្តីរបស់ញោមត្រូវទឹកមុនអាគមងងឹតពង្វក់សតិព្រលឹងរបស់គេត្រូវគេចងភ្ជាប់ទៅនឹងវត្ថុចង្រៃឬបែបនេះសុភីយំសំពះអង្វរលោកតាជួយប្តីខ្ញុំផងពេលនេះគាត់លែងស្គាល់ខុសត្រូវលែងស្គាល់ប្រពន្ធកូនហើយគាត់គិតតែពីជេរប្រមាថនិងប្រគល់ទ្រព្យសម្បត្តិឲ្យស្រីម្នាក់នោះខ្ញុំអាណិតកូនណាស់លោកតាសេចចាំងងប់ក្បាលរួចមានសង្ឃលេខាបន្តមុនអាគមខ្មៅនេះសាហាវណាស់វាប្រើឈាមខ្មោចតៃហោងនិងប្រេងព្រាយបើសិនជាដោះមិនទាន់ពេលទេមិនត្រឹមតែវង្វេងទេតែក្នុងពេលរយៈពេល3ខែខួរក្បាលរបស់ប្តីញោមនឹងរលួយហើយត្រូវស្លាប់ទាំងភ្នែកបិទមិនជិតប៉ុន្តែការដោះអំពើនេះមិនមែនជារឿងងាយស្រួលទេញោមត្រូវតែយករបស់3យ៉ាងមកឲ្យតាទី1ទឹកដែលប្តីញោមផឹកសល់ទី2អាវដែលប្រឡាក់ប្រេងស្នេហ៍នោះនិងទី3គឺរូបថតរបស់ស្រីម្នាក់នោះសំណាងល្អសុភីបានលបលាក់ទុកអាវដែលប្រឡាក់ប្រេងនិងរូបថតរបស់រតនាមកជាមួយស្រាប់នាងប្រគល់របស់ទាំងនោះជូនលោកតារួចរងចាំកិច្ចពិធីបូជាធម៌វាយបកខណៈពេលដែលសុភីកំពុងរៀបចំពិធីដោះអំពើនៅឯខេត្តបាត់ដំបងចំណែកនៅឯខុនដូដ៏ប្រណិតវិញរតនាកំពុងតែអង្គុយលើសាឡុងទាំងក្តីសុខសម្លឹងមើលវុធាដែលកំពុងអង្គុយសរសេរលិខិតទេផ្ទះវិឡាដ៏ធំមកឲ្យនាងមុខមាត់របស់វុធាពេលនេះឡើងខ្មៅស្រអាប់ភ្នែកស្លក់ជ្រៅគ្មានវិញ្ញាណដូចជាសាកសពដែលនៅមានដង្ហើមសរសេរឲ្យលឿនឡើងបងវុធារួចហើយយើងនឹងទៅដើរលេងនៅបរទេសជាមួយគ្នារតនានិយាយទាំងញញឹមចុងមាត់ប៉ុន្តែភ្លាមនោះស្រាប់តែមេឃដែលកំពុងតែស្រឡះក៏ប្រែប្រួលជាងងឹតស្លុបខ្យល់ព្យុះបោកបក់មកលើកញ្ចក់ខុនដូយ៉ាងខ្លាំងវុធាដែលកំពុងកាន់ប៊ិចស្រាប់តែទម្លាក់ប៊ិចចុះរួចយកដៃខ្ទប់ក្បាលស្រែកឡើងដោយការឈឺចាប់អូយក្បាលខ្ញុំឈឺណាស់ដូចមានគេយកដែកគោលមកដំក្បាលខ្ញុំអញ្ចឹងវុធាដេកននានៅលើឥដ្ឋភ្នែកឡើងក្រហមឈាមហើយចាប់ផ្ដើមក្អួតចេញមកជាឈាមខ្មៅមានក្លិនស្អុយរលួយពេញបន្ទប់រតនាភ័យស្លន់ស្លោព្រោះមិនដែលឃើញវុធាមានអាការៈបែបនេះឡើយនាងប្រញាប់យកទូរស័ព្ទទេទៅរកគ្រូធ្មប់របស់នាងទាំងញ័រដៃទៅត្រឹងនៅម្ខាងទៀតនៃទូរស័ព្ទគ្រូធ្មប់ងងឹតស្រែកឡើងទាំងកំហឹងនាងរតនានាងគ្រូមានគ្រូពូកែខាងផ្លូវល្អកំពុងតែធ្វើពិធីវាយបកដោះអំពើហើយមន្តអាគមរបស់ខ្ញុំកំពុងតែត្រូវរលាយនាងត្រូវតែរកវិធីទប់ស្កាត់បើមិនអញ្ចឹងទេអំពើទាំងអស់នឹងបកមកចាត់ការខ្លួននាងនិងខ្ញុំវិញជាមិនខានមិនទាន់ទាំងនិយាយចប់ផងស្រាប់តែរូបថតរបស់រតនាដែលនៅក្នុងដៃលោកតាសេចចាំងចាប់ផ្ដើមឆេះឡើងដោយស្វ័យប្រវត្តិបើទោះបីជាគ្មានភ្លើងក៏ដោយលោកតាសេចចាំងសូត្រគាថាខ្លាំងរួចយកទឹកមន្តវិសុទ្ធស្រោចស្រពទៅលើអាវរបស់វិបុលនៅខុនដូរតនាស្រាប់តែមានអារម្មណ៍ថាក្តៅក្រហាយពេញស្បែកដូចជាមានភ្លើងមកដុតរាងកាយនាងទាំងរស់នាងស្ដែកយំទាំងការឈឺចាប់និងដួលសន្លប់ទៅលើឥដ្ឋក្បែរវុធាមួយសន្ទុះធំក្រោយមកខ្យល់ព្យុះក៏បានស្ងប់ទៅវិញវុធាដកដង្ហើមធំរួចបើកភ្នែកឡើងយឺតពន្លឺភ្នែករបស់គាត់លែងស្រអាប់ទៀតហើយវាប្រែជាថ្លាភ្លឺនិងមានសតិសម្បញ្ញៈឡើងវិញគាត់សម្លឹងមើលជុំវិញខ្លួនទាំងវង្វេងវង្វាន់នេះតើខ្ញុំកំពុងនៅទីណាហេតុអីបានជាមានឈាមហើយរតនាហេតុអីបានជានាងដេកនៅទីនេះវុធាចាប់ផ្ដើមនឹកឃើញរឿងរ៉ាវគ្រប់យ៉ាងដែលគាត់បានធ្វើដាក់ប្រពន្ធនិងកូនគាត់នឹកឃើញពាក្យសម្ដីអាក្រក់ការវាយកំទេចរបស់របរនិងទឹកភ្នែករបស់សុភីទឹកភ្នែករបស់បុរសជាប្តីនិងជាឪពុកបានហូរស្រស់ចុះមកដោយក្តីស្ដាយក្រោយនិងមានអារម្មណ៍ខុសយ៉ាងធ្ងន់ធ្ងរគាត់ដឹងខ្លួនហើយថាគាត់ត្រូវបានស្រីលួចលាក់ម្នាក់នេះប្រើល្បិចងងឹតបំផ្លាញជីវិតវុធាមិនខ្វល់ពីរតនាដែលកំពុងសន្លប់ឡើយគាត់ប្រញាប់រត់ចេញពីខុនដូរួចបើកឡានសម្ដៅទៅផ្ទះវិញទាំងជិបអន្ទះសារដើម្បីសុំទោសប្រពន្ធនិងកូនប៉ុន្តែសាច់រឿងមិនទាន់បញ្ចប់ងាយឡើយនៅពេលដែលវុធាទៅដល់ផ្ទះតើដឹងទេថាមានរឿងអ្វីកើតឡើងសុភីមិនទាន់ត្រឡប់មកពីខេត្តបាត់ដំបងវិញទេតែផ្ទះទាំងមូលត្រូវបានចាក់សោចោលហើយរតនាទើបតែដឹងខ្លួនពីសន្លប់កំពុងតែរៀបចំផែនការសងសឹកដ៏សាហាវមួយទៀត
ព្រោះនាងមិនព្រមចាញ់សុភីងាយឡើយបន្ទាប់ពីដឹងខ្លួននិងមានសតិសម្បជញ្ញៈឡើងវិញវុធាបានបើកឡានសម្ដៅទៅផ្ទះទាំងចិត្តក្តៅដូចភ្នំភ្លើងប៉ុន្តែអ្វីដែលគាត់បានជួបគឺមានតែភាពស្ងាត់ជ្រងំនិងទ្វារផ្ទះដែលត្រូវបានចាក់សោចិត្តគាត់បានទូរស័ព្ទទៅរកប្រពន្ធរាប់សិបដងតែមិនអាចតាក់ទងបានឡើយភាពភ័យខ្លាចក្នុងការបាត់បង់គ្រួសារពិតប្រាកដចាប់ផ្ដើមវាយលុកបេះដូងបរិសម្នាក់នេះយ៉ាងខ្លាំងតាមរយៈការសួរនាំអ្នកជិតខាងវុធាក៏បានដឹងថាសុភីបាននាំកូនធ្វើដំណើរទៅកាន់ខេត្តបាត់ដំបងដើម្បីស្វែងរកលោកតាគ្រូដោះអំពើឲ្យគាត់ដឹងភ្លាមវុធាមិនបង្អង់យូរឡើយគាត់បានបើកឡានទាំងយប់សម្ដៅទៅកាន់ទឹកដីខេត្តបាត់ដំបងភ្លាមដោយមិនខ្វល់ពីភាពនឿយហត់ឬការងងុយដេកឡើយក្នុងចិត្តរបស់គាត់ពេលនេះមានតែពាក្យមួយម៉ាត់គត់គឺសុំទោសនៅព្រឹកថ្ងៃបន្ទាប់នៅក្នុងបរិវេណវត្តអារាមដ៏ស្ងប់ស្ងាត់សុភីកំពុងតែអង្គុយមើលកូនញ៉ាំនំប៉័ងស្រាប់តែសំឡេងហ្វ្រាំងឡានបានបន្លឺឡើងយ៉ាងខ្លាំងវុធាបានចុះពីលើឡានទាំងសក់រញ៉េរញ៉ៃមុខមាត់ស្លេកស្លាំងនិងមានសភាពទន់ជ្រាយខុសពីបុរសអ្នកមានអំណាចកាលពីមុនពេលឃើញសុភីភ្លាមវុធារត់មកលុតជង្គង់ចុះនៅលើដីយំខ្សឹបអោបជើងប្រពន្ធទាំងទឹកភ្នែកហូរជោកផ្ទាល់សុភីបងដឹងខុសហើយបងសុំទោសកន្លងមកបងវង្វេងវង្វាន់បងត្រូវមីស្រីចង្រៃនោះធ្វើអំពើដាក់បងមិនបានតាំងចិត្តទេបងមិនបានចង់ធ្វើបាបអូននឹងកូនឡើយលើកលែងទោសឲ្យបងផងអូនបងសុំអង្វរកូនទាំងពីរឃើញឪពុកក៏រត់មកអោបឪពុកទាំងទឹកភ្នែកប៉ុន្តែអ្វីដែលធ្វើឲ្យវុធារត់ទៅឈឺចាប់នោះគឺទឹកមុខរបស់សុភីនាងមិនបានយំសោកឬខឹងសម្បាជេរប្រមាថគាត់ឡើយភ្នែករបស់នាងប្រែជាស្ងប់ស្ងាត់និងដាច់ខាតដូចជាមនុស្សដែលបានឆ្លងកាត់ការឈឺចាប់រហូតដល់លែងដឹងឈឺសុភីទាញជើងចេញយឺតរួចនិយាយដោយសំឡេងស្រទន់តែធ្ងន់ថាបងវុធាក្រោកឡើងទៅខ្ញុំដឹងថាបងត្រូវអំពើអាបធ្មប់ទើបខ្ញុំខំជិះឡានមកទីនេះទាំងយប់ដើម្បីជួយសង្គ្រោះជីវិតបងពេលនេះបងដឹងខ្លួនវិញហើយខ្ញុំអស់តួនាទីជាប្រពន្ធហើយរឿងដែលបងក្បត់ចិត្តខ្ញុំទៅមានស្រីលួចលាក់វាបានកើតឡើងមុនពេលដែលបងត្រូវអំពើទៅទៀតភាពមិនស្មោះត្រង់របស់បងជាអ្នកបើកផ្លូវឲ្យស្រីម្នាក់នោះមានឱកាសធ្វើបាបបងនិងបំផ្លាញគ្រួសារយើងវុធាស្លឹកចិត្តសុភីអូនមានន័យថាម៉េចអូនមិនលើកលែងទោសឲ្យបងទេមែនទេខ្ញុំអហោសិកម្មឲ្យបងគ្រប់បែបយ៉ាងចាប់ពីថ្ងៃនេះទៅយើងលែងជំពាក់កម្មពៀនឹងគ្នាទៀតហើយនេះជាលិខិតលែងលះដែលខ្ញុំបានរៀបចំរួចរាល់ខ្ញុំមិនទាន់ទាមទារទ្រព្យសម្បត្តិទាំងអស់របស់បងទេខ្ញុំសុំតែផ្ទះមួយខ្នងនិងសិទ្ធិមើលថែកូនតែប៉ុណ្ណោះចំណែកបងទៅដោះស្រាយរឿងក្តីក្តាំងនិងទ្រព្យសម្បត្តិដែលបងបានផ្ទេរឲ្យស្រីម្នាក់នោះចុះសុភីនិយាយឡើងទាំងហុចឯកសារទៅឲ្យវុធាបើទោះបីជាវុធាខំលុតជង្គង់អង្វរយ៉ាងណាក៏ដោយក៏ចិត្តរបស់សុភីនៅតែរឹងដូចថ្មដានាងបានរៀនសូត្រពីលោកតាអាចារ្យថាអ្វីដែលបាត់បង់ទៅហើយទោះខំទាញមកវិញក៏មិនដូចដើមដែរទន្ទឹមនឹងការបែកបាក់នៃគ្រួសារវុធាផលកម្មដ៏គួរឲ្យរន្ធត់បានធ្លាក់មកលើរតនាវិញយ៉ាងលឿនរហ័សនៅខុនដូរតនាចាប់ផ្ដើមមានអាការៈប្លែកស្បែកដ៏សខ្ចីរបស់នាងចាប់ផ្ដើមឡើងអុចខ្មៅជះក្លិនស្អុយរលួយដូចជាសាកសពទោះបីជានាងខំងូតទឹកអប់ម៉ាក់ល្បីប៉ុណ្ណាក៏ដោយមិនតែប៉ុណ្ណោះនាងចាប់ផ្ដើមមើលឃើញស្រមោលខ្មៅនិងឮសំឡេងស្រែកយំរបស់ខ្មោចព្រាយពេញបន្ទប់ជារៀងរាល់យប់នាងភ័យខ្លាចខ្លាំងពេករហូតដល់បើកឡានទៅរកគ្រូធ្មប់ខ្មៅនៅម្ដងទៀតដើម្បីឲ្យជួយប៉ុន្តែនៅពេលទៅដល់ផ្ទះឈើចាស់នោះអ្វីដែលនាងបានឃើញគឺគ្រូធ្មប់ងងឹតនោះបានស្លាប់បាត់ទៅហើយក្នុងសភាពក្អួតឈាមខ្មៅពេញដីភ្នែកទាំងពីរឡើងក្រឡោតគួរឲ្យរន្ធត់ដោយសារតែត្រូវមន្តអាគមសវាយបកចាត់ការខ្លួនឯងឃើញសាកសពគ្រូធ្មប់ភ្លាមសតិរបស់រតនាបានដាច់ខ្ទេចខ្ទីនាងស្រែកផ្អើលទាំងឈួតវង្វេងរត់ចេញពីផ្ទះនោះទាំងអាក្រាតកាយមន្តអាគមខ្មៅដែលនាងធ្លាប់ប្រើដើម្បីបំផ្លាញអ្នកដទៃបានបកមកស៊ីខួរក្បាលនិងបំផ្លាញសតិសម្បជញ្ញៈរបស់នាងទាំងស្រុងនាងលែងស្គាល់ខ្លួនឯងលែងស្គាល់លុយកាក់ឬឡានទំនើបដែលនាងធ្លាប់ស្រឡាញ់ងប់ងល់ត្រឹមតែរយៈពេលប្រមាណថ្ងៃក្រោយមកមនុស្សម្នានៅតាមដងផ្លូវបានប្រទះឃើញនារីម្នាក់សក់រញ៉េរញ៉ៃមុខមាត់ប្រឡាក់ដីអង្គុយកាយធុងសំរាមរកបាយហូបទាំងសោយផងយំផងម្នាក់ឯង
នារីម្នាក់នោះគឺរតនាដែលធ្លាប់ជាស្រីស្អាតហៃសូជាស្រីលួចលាក់ដណ្ដើមប្តីគេដោយមិនខ្វល់ពីសីលធម៌ នេះហើយជាបញ្ចប់នៃជនទី3ដែលប្រើផ្លូវងងឹតចំណែកឯវុធាវិញបើទោះបីជាគាត់បានទ្រព្យសម្បត្តិមកវិញខ្លះតែគាត់ត្រូវរស់នៅក្នុងភាពឯកោនិងវិបដិសារីអស់មួយជីវិតព្រោះតែភាពមិនស្មោះត្រង់របស់ខ្លួន3ឆ្នាំកន្លងផុតទៅនៅក្នុងសាលសន្និសីទដ៏ប្រណិតមួយកណ្ដាលក្រុងភ្នំពេញសំឡេងទះដៃបានបន្លឺឡើងយ៉ាងកងរំពងនៅលើឆាកដ៏មានពន្លឺចែងចាំងនារីម្នាក់ក្នុងសម្លៀកបំពាក់អាវធំពណ៌សយ៉ាងសមសួនដើរឡើងមកទាំងស្នាមញញឹមប្រកបដោយទំនុកចិត្តនិងមោទនភាពនារីម្នាក់នោះគឺសុភីលែងមានទៀតហើយស្ត្រីមេផ្ទះដែលធ្លាប់តែយំសោកព្រោះការក្បត់ចិត្តពេលនេះនាងបានប្រែខ្លួនទៅជាអគ្គនាយិកានៃក្រុមហ៊ុនផលិតគ្រឿងសម្អាងធម្មជាតិដ៏ល្បីមួយរូបនៅក្នុងប្រទេសបន្ទាប់ពីសម្រេចចិត្តលែងលះជាមួយវុធាសុភីមិនបានបណ្ដោយឲ្យខ្លួនឯងលិចលង់នៅក្នុងកំណរទុកឡើយនាងបានយកប្រាក់សន្សំមួយផ្នែកតូចនិងចំណេះដឹងផ្នែករុក្ខជាតិឱសថដែលនាងធ្លាប់រៀនពីមុនមកចាប់ផ្ដើមអាជីវកម្មខ្នាតតូចនៅក្នុងផ្ទះដោយសារតែភាពស្មោះត្រង់គុណភាពផលិតផលនិងការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់មុខជំនួញរបស់នាងបានរីកចម្រើនយ៉ាងលឿនរហ័សពីមួយឆ្នាំទៅមួយឆ្នាំអ្វីដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះគឺការបដិសេធមិនព្រមធ្វើជាជនរងគ្រោះនៃវាសនាសុភីនិយាយទៅកាន់អ្នកសារព័ត៌មាននិងភ្ញៀវកិត្តិយសរាប់រយនាក់ថាស្ត្រីគ្រប់រូបមានកម្លាំងថាមពលដ៏អស្ចារ្យនៅក្នុងខ្លួនកុំបណ្ដោយឲ្យការខូចចិត្តបំផ្លាញអនាគតរបស់យើងនិងកូនឲ្យសោះត្រូវប្រែក្លាយការឈឺចាប់ឲ្យទៅជាដើមទុនក្នុងការបង្កើនភាពជោគជ័យនៅជ្រុងម្ខាងនៃសាលពិព័រណ៍បុរសម្នាក់ពាក់វ៉ែនតាខ្មៅស្លៀកពាក់ធម្មតាអង្គុយសម្លឹងមើលសុភីនៅលើឆាកទាំងទឹកភ្នែកហូរស្រក់តិចតិចបុរសម្នាក់នោះគឺវុធា3ឆ្នាំមកនេះជីវិតរបស់គាត់ធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីដោះអំពើអាបធ្មប់រួចទ្រព្យសម្បត្តិនិងមុខជំនាញរបស់គាត់ត្រូវខាតបង់ស្ទើរទាំងស្រុងដោយសារតែការគ្រប់គ្រងមិនបានល្អក្នុងកំឡុងពេលដែលគាត់វង្វេងតែអ្វីដែលគាត់ស្ដាយក្រោយបំផុតមិនមែនជាលុយកាក់ឡើយគឺការបាត់បង់ប្រពន្ធដ៏ល្អនិងកូនដ៏គួរឲ្យស្រឡាញ់វុធាលបមើលកូនប្រុសនិងកូនស្រីរបស់គាត់ដែលពេលនេះកំពុងតែរត់ទៅអោបសុភីនៅលើឆាកទាំងសើចសប្បាយពួកគេលែងជាក្មេងងក់ងដែលភ័យខ្លាចទៀតហើយតែជាក្មេងដែលមានសុភមង្គលនិងមានមោទនភាពចំពោះម្ដាយរបស់គេវុធាដឹងខ្លួនច្បាស់ថាគាត់គ្មានសិទ្ធិដើរចូលទៅក្នុងពិភពលោកដ៏ស្រស់ស្អាតរបស់ពួកគេទៀតឡើយភាពមិនស្មោះត្រង់និងការបើកចិត្តឲ្យស្រីលួចលាក់ចូលមកបំផ្លាញគ្រួសារបានក្លាយជាទោសកំហុសដ៏ធ្ងន់ធ្ងរដែលគាត់ត្រូវទទួលយកដោយភាពឯកោអស់មួយជីវិតនៅក្នុងថ្ងៃដដែលនោះនៅតាមចិញ្ចើមផ្លូវក្បែរផ្សារមួយកន្លែងរតនាដើរអូសជើងទាំងសម្លៀកបំពាក់រហែករហាមនាងសម្លឹងមុខទាំងប៉ាណូផ្សាយពាណិជ្ជកម្មដុំធំដែលមានរូបថតសុភីរតនាសើចផងយំផងភ្នែករបស់នាងវង្វេងវង្វាន់មិនដឹងសូម្បីតែខ្លួនឯងជាអ្នកណានាងធ្លាប់គិតថាការប្រើល្បិចនិងមន្តអាគមខ្មៅងងឹតដណ្ដើមប្តីគេនឹងធ្វើឲ្យនាងមានក្តីសុខតែចុងក្រោយមន្តអាគមនោះបានបកមកបំផ្លាញជីវិតនាងឲ្យរស់នៅក្នុងនរកទាំងរស់ពន្លឺព្រះអាទិត្យពេលល្ងាចចាំងជះមកលើឡានទំនើបរបស់សុភីពេលដែលនាងកំពុងបើកបរនាំកូនត្រឡប់ទៅផ្ទះវិញដោយក្តីសុខស្នាមញញឹមរបស់នាងពេលនេះគឺស្នាមញញឹមនៃអ្នកឈ្នះពិតប្រាកដឈ្នះលើព្រះតីខ្លួនឯងនិងឈ្នះរាល់ឧបសគ្គទាំងឡាយនៅក្នុងជីវិត